ក្នុងស្មារតីមិនតកបរដ្ឋចោលរាជរដ្ឋាភិបាលបើកដំណើរការផ្សារបណ្ដោះអាសន្នធានាជីវភាពជូនពលរដ្ឋភៀសសិកនៅក្នុងខេត្តបន្ទាយមានជ័យក្នុងស្មារតីមិនតកពលរដ្ឋណាម្នាក់ចោលនិងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមគតិសង្ឃបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះផ្ទាល់ដើម្បីពិនិត្យទីតាំងនិងប្រកាសបើកដំណើរការផ្សារបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋភៀសសិកចំនួនជាង2800គ្រួសារដែលកំពុងរស់នៅបណ្ដោះអាសន្ននៅក្នុងភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យកាលពីថ្ងៃអាទិត្យទី31ខែឧសភាឆ្នាំ2026នេះក្នុងដំណើរចូលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្នរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាឯកឧត្តមគតិសង្ឃបណ្ឌិតគុណគឹមបានគូបញ្ជាក់ថាការរៀបចំផ្សារបណ្ដោះអាសន្ននេះគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការស្ដារជីវភាពពលរដ្ឋឡើងវិញជាជំហានឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថារាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ទីជម្រកប៉ុណ្ណោះទេប៉ុន្តែយើងគិតគូរដល់ការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនផងដែរការបង្កើតផ្សារនេះគឺដើម្បីធានាថាបងប្អូនមានទីតាំងលក់ដូរដែលប្រមូលផ្ដុំមានសណ្ដាប់ធ្នាប់របៀបរៀបរយនិងមានអនាម័យល្អប្រសើរការប្រកាសរៀបចំផ្សារបណ្ដោះអាសន្ននេះបានបង្កើតឲ្យមានក្តីសង្ឃឹមថ្មីសម្រាប់បងប្អូនអាជីវករដែលពីមុនធ្លាប់តែលក់ដូរតាមក្នុងផ្ទះលោកស្រីសុកនីអាជីវករម្នាក់នៅក្នុងចំណោមអាជីវករជាច្រើនបានបង្ហាញអារម្មណ៍រភើបថាពីមុនពួកគាត់លក់ដូររីប៉ាយតាមផ្ទះបើថ្ងៃភ្លៀងថ្ងៃខ្យល់គឺពិបាកណាស់ពេលនេះឃើញថ្នាក់ដឹកនាំចុះមកមើលផ្ទាល់ហើយរៀបចំផ្សារឲ្យមានទីតាំងច្បាស់លាស់បែបនេះពួកគាត់មានកម្លាំងចិត្តខ្លាំងណាស់ព្រោះវាជួយឲ្យការលក់ដូរមានរបៀបនិងងាយស្រួលរកចំណូលបានច្រើនជាងមុនចំណែកឯពលរដ្ឋម្នាក់ទៀតបានបន្ថែមថាការដែលរាជរដ្ឋាភិបាលមិនត្រឹមតែឧបត្ថម្ភថវិកាប្រចាំថ្ងៃប៉ុន្តែថែមទាំងគិតគូរដល់មុខរបររយៈពេលវែងបែបនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឲ្យពួកគាត់មានភាពកក់ក្ដៅនិងមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតីក្រៅពីការពិនិត្យទីតាំងផ្សារឯកឧត្តមគតិសង្ឃបណ្ឌិតគុណគឹមក៏បានចុះសួរសុខទុក្ខដល់អាជីវករដែលកំពុងប្រកបមុខរបរតាមក្នុងផ្ទះដែលបានលើកទឹកចិត្តឲ្យបងប្អូនបន្តខិតខំប្រកបទទួលទានតាមលទ្ធភាពគណៈរាជរដ្ឋាភិបាលនៅតែបន្តការឧបត្ថម្ភគាំទ្រជាថវិកាដើម្បីធានាឲ្យបាននូវស្ថិរភាពជីវភាពគ្រួសារនៅក្នុងអំឡុងពេលដែលពួកគាត់កំពុងសម្របខ្លួននឹងទីតាំងថ្មីនេះដំណើរបន្តចុះមូលដ្ឋានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាការយកចិត្តទុកដាក់ជាប្រព័ន្ធរាជរដ្ឋាភិបាលតែងតែតាមដាននិងរកដំណោះស្រាយជូនពលរដ្ឋក្នុងគ្រប់កាលៈទេសៈភាពជិតស្និទ្ធមន្ត្រីថ្នាក់ដឹកនាំមិននៅឃ្លាតឆ្ងាយពីប្រជាជនប៉ុន្តែបានចុះផ្ទាល់ដើម្បីស្ដាប់និងដោះស្រាយទុក្ខលំបាកសាមគ្គីភាពការមិនបោះបង់ចោលជនភៀសសិកគឺជាគោលការណ៍ដ៏សំខាន់នៅក្នុងការរក្សាសុខុមាលភាពសង្គមជាតិព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលផ្ដោតលើការផ្ដល់ជូននៅទីកន្លែងរស់នៅនិងមុខរបរដែលប្រកបដោយសេចក្ដីថ្លៃថ្នូរនិងសុខុមាលភាព